ជំរាបសួរពុកម៉ែបងប្អូនអ្នកនាងជាជំនួសខ្ញុំបាទ Pro HG Gaming ម្ដងទៀតដែរតែថ្ងៃនេះខ្ញុំបានមកលេងហ្គេម Minecraft តពីវគ្គមុនទៀតដល់វគ្គមុនខ្ញុំបានធ្វើផ្ទះឲ្យតមកខ្លះថ្មឥឡូវនេះខ្ញុំកំពុងដើរថ្មដើម្បីខ្ញុំធ្វើផ្ទះឥឡូវនេះខ្ញុំបានហៅមើលកន្លែងជីកថ្មឃើញឥឡូវខ្ញុំជីកថ្មដើម្បីខ្ញុំធ្វើផ្ទះសិនឥឡូវនេះខ្ញុំជីកថ្មហើយខ្ញុំយកថ្មខ្ញុំធ្វើផ្ទះសិនថ្មអត់គ្រប់ទៀតបើដល់អញ្ចឹងជីកថ្មមកច្រើនបាត់កន្លែងនេះកន្លែងជីកថ្មខ្ញុំខៀលដាក់ឲ្យអ្នកគ្នាមើលកាត់ចោលហ្មងឥឡូវខ្ញុំកាប់ថ្មហើយមានថ្មខ្ញុំធ្វើផ្ទះបន្ថែមសិនខ្ញុំរៀបជាងតែខាងមុខទៀតពេញហីចំយ៉ាក់មានសំប៊ីដើរមកបន្ទាប់ពីខ្ញុំវាយសំប៊ីងាប់ហើយខ្ញុំនឹងមកធ្វើផ្ទះបន្ថែមសិនអានេះមកទេហ៎កាប់ដាក់កន្លែងធ្វើទ្វារមួយមកឥឡូវខ្ញុំកាប់ធ្វើកន្លែងធ្វើទ្វារហើយនៅតែទ្វារមួយដែរឥឡូវនេះខ្ញុំទៅយកខ្វះប្អួយខ្ញុំទៅកាប់ខ្សាច់ដើម្បីខ្ញុំមកដុតធ្វើប្អួយសិនបន្ទាប់ពីខ្ញុំកាយសាច់ខ្ញុំមកធ្វើប្អួយហើយខ្ញុំនឹងមកកាប់ឈើដើម្បីយកធ្វើទ្វារហើយនឹងធ្វើដំបូលផ្ទះហើយបន្តមកយកទៅដាក់ឃ្រានៅក្នុងផ្ទះឥឡូវនេះខ្ញុំបានយកសាច់ដែលខ្ញុំជីកមិញខ្ញុំមកដុតបង្កើតទៅជាកញ្ចក់ហើយឥឡូវនេះខ្ញុំយកកញ្ចក់នេះដើម្បីខ្ញុំបិទធ្វើប្អួយសិនតទៅខ្ញុំធ្វើប្អួយហើយខ្ញុំនឹងកាប់ឈើដើម្បីយកទៅធ្វើដំបូលផ្ទះនិងធ្វើប្អួយអាចឈើខ្ញុំកាប់មិនខ្ញុំយកទៅដុតសាច់ធ្វើកញ្ចក់អស់បាត់ហើយនឹង
ឥឡូវនេះខ្ញុំកាប់ឈើហើយខ្ញុំយកអាឈើមួយនេះយកទៅក្រាស់យកធ្វើជាប្រទះក្តានដើម្បីបិទនៅក្រោមផ្ទះឡើងជីកដីចេញសិនបន្ទាប់ពីខ្ញុំយកក្តារយកមកបិទនៅក្រោមផ្ទះហើយខ្ញុំនឹងឡើងទៅធ្វើតបផ្ទះនៅខាងលើទៀតឥឡូវនេះខ្ញុំខ្វះឈើដើម្បីខ្ញុំធ្វើតបផ្ទះខ្ញុំទៅកាប់ឈើដើម្បីខ្ញុំមកធ្វើតបផ្ទះសិនឥឡូវនេះខ្ញុំកាប់ឈើហើយខ្ញុំយកឈើនឹងមកក្រាស់ធ្វើជាប្រទះក្តារដើម្បីបិទនៅលើតបផ្ទះសិនហើយធ្វើទ្វារមួយទៀតឥឡូវនេះផ្ទះរបស់ខ្ញុំធ្វើរុករ100%តើផ្ទះរបស់ខ្ញុំស្អាតប៉ុណ្ណាអ្នកគ្នាកុំភ្លេចដាក់បន្ទុកម្នាក់មួយផងមុននឹងបញ្ចប់វីដេអូអ្នកគ្នាកុំភ្លេចចុច like និងចុច subscribe បាទសញ្ញារូបកណ្ដឹងម្នាក់មួយផង